đây nè bạnนี้ผมជប់ខ្ញុំទៅឲ្យដល់កាមេថ្ងៃនេះយើងមកទស្សនាភាគ2របស់យើងជំនួសស្នេហ៍វ៉ាំផាយទាំងអស់គ្នាតើកម្លាំងខាត់ពេលយើងមកទស្សនាទាំងអស់គ្នាដែលនៅចំនៅរឿងនៃភាគ1វាបានឃើញណាទស្សនៈរបស់យើងនាងក៏កំពុងតែអង្គុយនៅសាឡុងកំពុងនិយាយជាមួយពួកគេទាំងពីរនាក់ក៏បានលេខវត្តមានរបស់បរិមម្នាក់ទៀតមកពីជាន់ខាងលើណាអ្នកទាំងអស់គ្នាកំច្រើនដែលគេមកឈ្មោះថារ៉ៃតូហើយគេក៏បាននិយាយថាអូមានក្មេងស្រីដែលគួរឲ្យស្រឡាញ់មករស់នៅទីហាមេតិកគេក៏បានផ្លាស់ទីមកចិត្តនាងហើយនិយាយថាមើលទៅក្លិននាងក៏អបហើយផ្អែមទៀតហើយពេលនោះដែរក៏មានបរិះវ័យក្មេងម្នាក់ដែលជិះមកពីក្រោយខ្នងរបស់នាងហើយនិយាយថាចេះមែនហើយនាងពិតជាគួរឲ្យផ្អែមខ្លាំងណាស់មើលទៅនាងដែលគេមកឈ្មោះថាកាណាតូលគ្នាពេលនោះណាទស្សនៈរបស់យើងនេះពិតជានិយាយថាភ័យខ្លាចខ្លាំងមែនទែនពេលនោះដែររាជីក៏បានស្ដីបន្ទោសពួកគេដែលធ្វើកបកិរិយាមិនសមរម្យអញ្ចឹងណាទាំងអស់គ្នាថាពួកគេនឹងធ្វើកបកិរិយាសុបនតិចទៅហើយពេលនោះដែរពួកគេទាំងពីរនាក់នឹងនិយាយថាចេះថាខាញ់យើងនឹងត្រូវការឈាមផ្អែមដើម្បីញ៉ាំថប់ទាំងអស់គ្នាតែពេលនោះដែរអាយតូយើងនឹងក៏បាននិយាយទៅកាន់ពួកគេថានាងជាអ្នកដែលខ្ញុំឃើញមុនអញ្ចឹងណានេះតែជារបស់ខ្ញុំពេលនោះដែរបារម្ភម្នាក់ទៀតដែលគេមានឈ្មោះថាសាបរូក៏បានជិះមកនិយាយថាអាយតូឯងស្ងាត់ខ្លះទៅមកថ្ងៃនេះលឺតំបត់ឯងម្នាក់ឯងអញ្ចឹងណាហើយពេលនោះដែរពួកគេទាំងពីរនាក់ហ្នឹងក៏បានឆ្លោះគ្នាអញ្ចឹងអាយតូក៏បានខឹងហើយស្រែកលឺថាចេះថាឲ្យមនុស្សគ្រប់គ្នាមិនទៅស្ដីឲ្យទៅខ្ញុំអញ្ចឹងណាទាំងអស់គ្នាដោយសារតែពួកគេលឺសំឡេងទាំងអស់គ្នាឆ្លោះគ្នាទាំងអស់គ្នាពេលនោះដែរពួកគេឆ្លោះគ្នាទៅវិញទៅមកដែលធ្វើឲ្យទស្សនៈយើងភ័យខ្លាចមែនតើនាងក៏បានផងនឹងចាក់ចេញទៅឡើងទៅបន្ទប់របស់នាងអញ្ចឹងណាទាំងអស់គ្នាពេលហ្នឹងរាជីរបស់យើងក៏បានខាត់នាងអញ្ចឹងហើយនៅទៅនឹងសិនហើយពេលហ្នឹងដែរក៏មានអប៉ែម្នាក់ទៀតដែលគេនឹងបានដេកនៅសាឡុងនៃទ្វារម្ខាងទៀតហ្នឹងដែលគេមានឈ្មោះថាស៊ូហ្នឹងបាននិយាយថានាងឬពេលនោះដែរពួកគេទាំងអស់គ្នាក៏បានសួរស៊ូនឹងថាតើឯងដឹងពីព័ត៌មានរបស់នាងអញ្ចឹងណាស៊ូក៏បាននិយាយថាប្រហែលដែរតែដែលសារនាងនេះគឺជាកូនរបស់ពួកយើងអញ្ចឹងណាហើយពេលនោះដែរអាយ៉ាតូហើយប្រាប់ទៀតថាកុំឲ្យគេនឹងនេះធ្វើបាបទេអញ្ចឹងណាហើយពេលណាអាយតូក៏បាននិយាយថាចេះចឹងថានាងនឹងគឺជាកូនក្រមុំព្រោះពួកយើងមិនត្រូវនៅជាមួយនាងសិតស្នាគ្នាយូរអញ្ចឹងណាទាំងអស់គ្នាតែនិយាយទៅកាន់ទស្សនៈយើងវិញហើយស៊ូលោកស៊ូហ្នឹងក៏បាននិយាយថាចេះប្រហែលដែរអញ្ចឹងណាហើយពេលហ្នឹងពួកគេពិតជាមើលទៅធ្វើកលិងកលំអញ្ចឹងហើយបើទស្សនៈយើងវិញគឺអត់ដឹងអីទេហើយប៉ែស៊ូនទៀតថាកុំឲ្យនិយាយថានាងគឺជាក្មេងស្រីដែលគេបានបញ្ជូនមកនៅជាមួយពួកយើងអីចឹងណាហើយពេលហ្នឹងដែរអាយតូយើងនេះវិញពួកគេហ្នឹងគឺបានណែនាំខ្លួនពួកគេអញ្ចឹងណាអ្នកទាំងអស់គ្នាដែលពេលម្នាក់នេះគេគឺជាឈ្មោះស៊ូគេគឺជាកូនច្បងមកតបមកអ្នកបន្តវិញគឺជាអ្នកទាំងអស់គ្នាគឺជារាយជីអ្នកទាំងអស់គ្នារាយជីគឺជាកូនទី2អ្នកទាំងអស់គ្នាហើយកូនទី3វិញគឺនេះអាយតូហើយកូនទី4គឺកាណាតូហើយទី5គឺនេះរ៉ៃតូហើយទី6គឺសាប់បារូគឺជាកូនបើហើយពេលហ្នឹងដែរពួកគេបានណែនាំខ្លួនហើយគឺមើលទៅពួកគេដូចខាងកលេងនិយាយប្រាប់គ្នាអញ្ចឹងណាណែនាំខ្លួនប្រាប់នាងថាគេឈ្មោះចុះហើយប៉ានេះកូនទី4គេឡើងក្មេងមកអ្នកគ្នាមើលទៅអញ្ចឹងហើយពួកគេក៏បាននិយាយគ្នាថាគេឈ្មោះអីអញ្ចឹងហើយទស្សនៈយើងវិញក៏អត់ដឹងថានាងហ្នឹងកាត់អីទេឈោមើលគេឲ្យឡើងកលេងហើយនិយាយអញ្ចឹង